ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកចែករំលែកអំពីការធ្វើប្រហុកខ្ទិះដ៏សែនឈ្ងុយឆ្ងាញ់របស់នាងខ្ញុំគឺប្រព័ន្ធប្រចាំគ្រួសាររបស់នាងខ្ញុំតើពុកម៉ែបងប្អូនមកមើលគ្រឿងផ្សំទាំងអស់គ្នានាងខ្ញុំមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសនិងល្មៀតពុកម៉ែបងប្អូននាងខ្ញុំហាន់ហើយធ្វើការបុកបញ្ចូលគ្នាឲ្យសព្វពុកម៉ែបងប្អូនបើមានម៉ាស៊ីនក្រឡុកក៏យើងអាចក្រឡុកបានដែរណាពុកម៉ែបងប្អូនខ្ញុំធ្វើការបុកវារឿងយូរដែរដើម្បីឲ្យវាឆាប់ល្អិតគឺយើងដាក់អំបិលថែមបន្តិចណាពុកម៉ែបងប្អូនដាក់អំបិលគ្រាប់មកគ្រាប់ពីរគ្រាប់ទៅដើម្បីឲ្យវាម៉ត់នឹងខ្ញុំម៉ត់ហើយនឹងខ្ញុំធ្វើការមកចិញ្ចាំសាច់ជ្រូក3ជាន់នឹងខ្ញុំមានចំនួនកន្លះគីឡូនឹងខ្ញុំធ្វើការហាន់វាជាចំណិតស្ដើងបន្ទាប់មកទៀតនឹងខ្ញុំធ្វើការចិញ្ច្រាំវាពុកម៉ែបងប្អូនចិញ្ច្រាំវាតតែម៉ត់បើពុកម៉ែបងប្អូនមានម៉ាស៊ីនក្រឡុកចង់ក្រឡុកក៏បានដែរប៉ុន្តែនឹងខ្ញុំអត់ចង់ក្រឡុកទេនឹងខ្ញុំចង់ចិញ្ច្រាំវាទៅពុកម៉ែបងប្អូនវាឆ្ងាញ់ជាងយើងក្រឡុកពុកម៉ែបងប្អូននឹងខ្ញុំធ្វើការចិញ្ច្រាំវារឿងយូរដែរនេះគឺជាប្រហុករបស់នាងខ្ញុំគឺប្រហុកខ្សាច់ពុកម៉ែបងប្អូននឹងខ្ញុំដាក់វាចំនួន3ទៅ4កន្ទុយពុកម៉ែបងប្អូនដាក់ប៉ុន្មានក៏បានដែរតាមចំណង់ចំណូលចិត្តណានឹងខ្ញុំដាក់វា3ទៅ4កន្ទុយវាល្មមសមាមាត្រនិងសាច់ជ្រូករបស់នាងខ្ញុំពុកម៉ែបងប្អូនប្រហុកនេះមានរសជាតិឈ្ងុយមែនទែនដោយសារអ្នកម្ដាយខ្ញុំធ្វើផ្ទាល់ដៃពុកម៉ែបងប្អូនបន្ទាប់មកទៀតនឹងខ្ញុំធ្វើការចាក់ខ្លាញ់ចូលពេលហ្នឹងគឺយើងត្រូវដាក់ខ្ទះរបស់យើងឲ្យក្តៅហើយចាំដាក់ខ្លាញ់ចូលពុកម៉ែបងប្អូនបន្ទាប់មកទៀតនឹងខ្ញុំធ្វើការដាក់គ្រឿងដែលយើងបានបុកអំបញ្ញមិញហ្នឹងចូលទៅដើម្បីលំលែងវាឲ្យឈ្ងុយខ្ញុំចាប់ដើមកូរវាដោយភ្លើងតិចតិចពុកម៉ែបងប្អូនចង់ប្រើហ្គាសក៏បានដុតអុសដូចនាងខ្ញុំក៏បានដែរបន្ទាប់មកទៀតនឹងខ្ញុំធ្វើការដាក់ម្ទេសប្លោកឬក៏ម្ទេសក្រៀមរបស់យើងដែលបានចិញ្ច្រាំហ្នឹងពុកម៉ែបងប្អូនទិញមកពីផ្សារក៏បានយើងចិញ្ច្រាំខ្លួនឯងក៏បានបន្ទាប់មកទៀតនឹងខ្ញុំធ្វើការដាក់ស្ករសពុកម៉ែបងប្អូនស្ករសត្រូវរំលីងឲ្យវាឡើងឈ្ងុយសិនណាបើមានស្ករត្នោតទៀតគឺកាន់តែល្អដោយសារតែនាងខ្ញុំអស់ស្ករត្នោតហើយអញ្ចឹងទេមិនតែប្រើស្ករសនឹងឯងយើងដាក់ស្ករស2ល្ព្រាពុកម៉ែបងប្អូននឹងខ្ញុំគឺវ៉ាន់ល្ព្រាឥឡូវនឹងខ្ញុំធ្វើការដាក់ប្រហុកចូលប្រហុកហ្នឹងយើងដាក់ប្រហុកហើយនឹងគ្រឿងយើងធ្វើការកូរវាឲ្យបានសព្វល្អពុកម៉ែបងប្អូនកូរដោយភ្លើងតិចតិចណាពុកម៉ែបងប្អូនកូរភ្លើងតិចតិចហ្នឹងយើងដាក់ឲ្យវាចូលគ្នាហើយចាំយើងធ្វើការដាក់សាច់ជ្រូក3ជាន់ចូលកូរឲ្យវាចូលគ្រឿងគ្នាទៅពុកម៉ែបងប្អូនយើងធ្វើអញ្ចឹងមកប្រហុកខ្ទិះរបស់យើងគឺមានរសជាតិឈ្ងុយមែនតើគ្រាន់តែមើលក៏ចង់ហេវបាយហើយពុកម៉ែបងប្អូនប្រហុករបស់យើងគឺអត់ប្រៃពេកអត់សាបពេកទេគឺវាមានរសជាតិល្មមប្រហុកក៏អត់ស្អុយពេកដែរតមកទៀតនឹងខ្ញុំធ្វើការដាក់ប៊ីចេងចំនួនកន្លះល្ព្រាពុកម៉ែបងប្អូនបើអត់ហូបប៊ីចេងទេកុំដាក់ប៊ីចេងអីដោយសារតែអ្នកតែខ្ញុំគឺហូបប៊ីចេងអញ្ចឹងទៅនឹងខ្ញុំធ្វើការដាក់ប៊ីចេងចំនួនកន្លះល្ព្រាចូលកូរឲ្យសព្វទៅយើងចាប់ផ្ដើមដាក់ខ្ទិះដូងពុកម៉ែបងប្អូននឹងខ្ញុំធ្វើការដាក់ខ្ទិះដូងចូលហ្នឹងគឺខ្ទិះនេះខ្ញុំទិញមកពីផ្សារដាក់ក្នុងទូទឹកកកតែនេះខ្ញុំទិញមកពីផ្សារម្សិលមិញអញ្ចឹងទៅនឹងខ្ញុំដាក់ទូកកទៅបានចាក់ទៅរៀងកកពុកម៉ែបងប្អូនទៀបដុំបើសិនតែមានខ្ទិះថ្មីទៀតគឺកាន់តែឆ្ងាញ់
ពុកម៉ែបងប្អូនពេលដាក់ខ្ទិះទៅគឺឈ្ងុយមែនតើក្លិនគួរឲ្យចង់ពិសាណាពុកម៉ែបងប្អូនឥឡូវនេះវាឡើងពុះកែហើយពុកម៉ែបងប្អូនកុំបន្ថំភ្លើងអីនេះគឺជាទ្រាប់មីញ៉ូនឹងខ្ញុំធ្វើការដាក់បន្ថែមទៀតចំនួនពី3ចង្កោមពុកម៉ែបងប្អូនមានទ្រាប់នឹងដាក់ច្រើនគឺកាន់តែល្អវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយណាពុកម៉ែបងប្អូនអរគុណ